ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះជាពេលទំនេរផងដែរហើយក៏ឆ្លៀតមកលេងនៅហាងកាហ្វេ 3.50 mm ណាអ្នកទាំងអស់គ្នាហើយក៏ឆ្លៀតឱកាសនេះផងដែរគឺឲ្យគាត់បង្រៀនធ្វើកាហ្វេអាយឡាតេអ្នកទាំងអស់គ្នាជំហានដំបូងយើងមើលទៅតាមការបង្ហាញរបស់គាត់ទៅអ្នកនរគ្នាសូម្បីតែការកាន់កាហ្វេរបស់គាត់ក៏ដូចជាការថ្លឹងកាហ្វេរបស់គាត់ផងដែរគឺយើងធ្វើទៅតាមការ limit ទៅតាមកម្រិតនៃការយើងបានសិក្សាអ្នកនរគ្នាបើសិនជាយើងដាក់លើកម្រិតគឺកាហ្វេវាទៅជាឆ្ងៀមទៅជាមានបញ្ហាមានរសជាតិអត់ឆ្ងាញ់អញ្ចឹងអ្នកនរគ្នាអញ្ចឹងយើងធ្វើអ្វីមួយគឺស្ថិតទៅតាមស្តង់ដារនៃការឆុងកាហ្វេអ្នកនរគ្នាដោយដែលបងប្រុសបានបង្ហាញអញ្ចឹងក្រោយពីបានកិននឹងយកទៅថ្លឹងត្រូវតាមស្តង់ដារហើយគឺយើងយកជាមួយដាក់នឹងដៃឆុងកាហ្វេអ្នកនរគ្នាបន្ទាប់មកយើងយកដៃឆុងកាហ្វេហ្នឹងទៅដាក់ជាមួយនឹងម៉ាស៊ីនណាអ្នកនរគ្នាហើយស្បីការកម្រិតទឹកក្តៅគឺស្ថិតនៅក្រោមស្តង់ដារផងដែរអ្នកនរគ្នាក្រោយពីយើងបានដាក់គៀបកាហ្វេទៅយើងរងចាំដើម្បីឲ្យវាកិនអស់ជាតិកាហ្វេអ្នកនរគ្នាតមកទៀតគឺយើងរងចាំវាកិនរហូតទៅដល់អស់ជាតិកាហ្វេដែលយើងបានដាក់តាមស្តង់ដារអ្នកនរគ្នាបន្តមកទៀតយើងបានកាហ្វេមួយដែលមានគ្រីមគួរឲ្យចង់ញ៉ាំនិងក្លិនឈ្ងុយឆ្ងាញ់មែនតើអ្នកនរគ្នាបន្តមកទៀតគឺយើងមកវល់ជាមួយនឹងស្ករសម្រាប់ស្ករវិញអ្នកនរគ្នាយើងដាក់ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនរៀងៗខ្លួនណាអ្នកនរគ្នាសម្រាប់ខ្ញុំវិញគឺត្រឹមតែ50ឬមួយក៏30អ្នកនរគ្នាពេលខ្លះទៅគឺយើងដាក់ទៅតែ0ទេប៉ុន្តែអាហ្នឹងអាស្រ័យទៅលើបងប្អូនអ្នកហូបឬមួយក៏ពិសាទេយើងដាក់ទៅតាមចំណង់ចំណូលចិត្តអ្នកគ្នាអ្នកខ្លះគាត់ចូលស្ទើអ្នកខ្លះចូលចិត្តរៀងផ្អែមខ្លាំងអ្នកខ្លះមិនសូវជាចូលចិត្តផ្អែមអញ្ចឹងអ្នកគ្នាបន្ទាប់នេះគឺយើងដាក់ទៅដល់គោស្រស់ហើយបន្ទាប់នេះដាក់ទឹកកកហើយបន្តមកទៀតគឺយើងចាក់កាហ្វេដែលយើងបានកិនហើយអំបញ្ញមិញនេះបន្តមកទៀតគឺយើងបានកាហ្វេអាយឡាតេមួយយ៉ាងស្រស់ស្អាតអ្នកគ្នាគ្រាន់តែឃើញសម្រស់ក៏ដឹងថារសជាតិឆ្ងាញ់បែបណាដែរអញ្ចឹងបើសិនបើបងប្អូនត្រូវការកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់កុំភ្លេច 3.50 mm